OK សួស្តីអ្នកនាងស្វាគមន៍ជាថ្មីមកកាន់ channel របស់ខ្ញុំម្ដងទៀតជាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនាងនៅរបៀបបង្កើត Gmail account ដោយប្រើទូរស័ព្ទដៃណាអូខេតើមិនហើយពេលយូរយើងចូលទៅមើលវិធីធ្វើដល់អ្នកនាងអញ្ចឹងជំហានទី1អ្នកនាងត្រូវមាន app Gmail មួយដែលអាចរក download បាននៅក្នុង App Store ណាអូខេអញ្ចឹងយើងចូល app Gmail មកហើយទៅមកទៀតយើងចូលកន្លែង account របស់យើងនេះហើយអស់មកក្រោមផុតហើយយើងយកពាក្យថា add another account ណាអូខេចាំពេលយើង add យើងចុចកន្លែងខាងលើនេះ Google ហ្នឹងអូខេ continue អូខេតមកទៀតវានឹងឲ្យយើងអានេះវានឹងឲ្យយើងថាវាយ email ចាស់របស់យើងឬក៏យើងចាំបង្កើតថ្មីណាជាងចុចកន្លែង create account នេះមកអូខេជាងនេះយើងយកកន្លែង for my personal useនេះជាកន្លែងដែលយើងដាក់ឈ្មោះណាខ្ញុំដាក់ឈ្មោះក៏បានដែរចឹងខ្ញុំឧទាហរណ៍ឲ្យមើលមួយចុះយើងដាក់ឈ្មោះថាឈ្មោះ my home ចុះ my home FT កន្លែង search នេះមិនដាក់ក៏បានដែរគេដាក់ so optional មិនដាក់ក៏បានដែរណានេះគេឲ្យយើងដាក់ basic information យើងមកយើងចង់ដាក់អីគេគាត់ឲ្យយើងចេះដាក់ណានេះហើយកុំឲ្យដាក់ក្រុម under age មិនកុំឲ្យដាក់ក្រុមអាយុជាងយើងវាយដាក់ពណ៌មិនកៅជាងទៅ click next អូ gender យើងដាក់ male មកយើងប្រុស click next គេតមកទៀតអានេះវាឲ្យយើងយកមួយមកណាអូខេអញ្ចឹងយើងចង់យកអានេះមួយចុះវាត្រូវជាមួយនឹង email របស់យើង click next អូខេ password នេះសុំលាក់តិចណាដៃក៏បានដែរចាចាំទៀតកន្លែងទូរស័ព្ទយើងដាក់លេខទូរស័ព្ទយើងប្រើរាល់ថ្ងៃមកអូខេយើងចុចកន្លែង ID មកនេះជាការស្រាវជ្រាវយើងបាន email មួយគេចូលមកកន្លែង social inbox របស់យើងណានេះកន្លែង account របស់យើង create បាញ់ណាអូខេបើអត់តន់ច្បាស់ឬក៏ខ្ញុំបញ្យល់លឿនពេកអីអាចចូលទៅមើលវីដេអូថ្មីទៅណាយើងអាចខាងមើលមួយចុះអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ